សួស្តីបងប្អូនថ្ងៃនេះខ្ញុំមកបង្អួតឡានខ្ញុំដែលខ្ញុំបានរើសនោះដែលខ្ញុំបានបេះវាថ្ងៃមុនណានេះបងប្អូនឃើញអត់សុទ្ធតឡានតែម្ដងឡានហ្នឹងណាចេញពីត្រប់មញងខ្ញុំណាហើយនឹងដើមលហុងកប់សេរីមែនតើបងប្អូនឥឡូវខ្ញុំយកវាមកបរៀបលយអត់ចង់ដឹងថាវាមានអីខ្លះតោះយើងទៅមើលជាមួយខ្ញុំដល់គ្នាចាំខ្ញុំប្រាប់ថាឡានណាអញ្ចឹងណាហើយបងប្អូនចង់លេងចាំខ្ញុំចែកបងប្អូនឲ្យលេងខ្លះព្រោះឡានខ្ញុំច្រើនណាសាមុនណាឡានខ្ញុំមានច្រើនហើយសិតតែទូចទេឥឡូវនេះដើមត្រប់មញងខ្ញុំផ្លែចេញមកសិតតែធំមើលបងប្អូនមើលច្រើនណាស់ណាអញ្ចឹងបងប្អូនចង់លេងត្រូវការអីអាចតាក់ទងខ្ញុំមកចាំខ្ញុំចែកឲ្យបងប្អូនលេងខ្លះឥឡូវយើងទៅមើលទាំងអស់គ្នាថាវាមានឡានអីខ្លះអញ្ចឹងណាតោះឥឡូវយើងមើលចាប់ពីអានេះមុនទៅអានេះគឺជាឡានស្លាប់ពំអានេះគឺសម្រាប់ដឹកសត្វដឹកអីអញ្ចឹងណាបងប្អូនអានេះក្បាលវាឃើញទេលយអត់អានេះគេដាក់ចែឃើញទេអានេះវិញគឺជាឡានបែននេះគឺខ្លួនវាពណ៌ខ្មៅស្លែជាមួយនឹងយ៉ាន់កង់ពណ៌ខ្មៅដែរនឹងហើយមានឡាយអក្សរលយមែនតើចំណែកអានេះវិញគឺថ្មីតែម្ដងនៅនឹងថងតែម្ដងហើយយ៉ាន់ពណ៌សហើយវាអត់មានចទះគូទេវាជារីងំកម្មម៉ាស់បងប្អូនបាទចំណែកអានេះវិញគឺជា Excavator ឃើញទេពណ៌កប់សេរីមែនតើតែសុទ្ធតែកង់កស៊ូទេបងប្អូនហើយមួយទៀតទូចនេះវិញគឺជាសាសើមើលប៉ែលវាអំណាចមែនតើហើយកង់ធំឃើញទេវ៉ាវមែនតើណាកង់ឡាយអសកប់សេរីមែនតើវាម្ដុំចំណែកអានេះគឺជាត្រាក់ធើហ្នឹងសម្រាប់ដឹកសណ្ដោងដឹកអីក៏បានដែរបងប្អូនអើយកប់សេរីមែនតើថ្មដឹកដីដឹកខ្សាច់បងប្អូនឃើញកង់វាកង់ធំហើយពងស៊ីម៉ង់2មានកញ្ចក់មានឯមួយអេមអាធំនេះវិញគឺជា Excavator ឃើញទេលយមែនតើណាកប់សេរីហ្មងសម្រាប់កង់ធំយ៉ាន់ពណ៌ខៀវផ្លាយពណ៌ចម្រុះកប់សេរីខប់មែនតើតែម្ដងចំណែកអានេះវិញគឺជាឡានកង់10ទ្រង់វែងហើយមានចង្កូតកាប៊ីនលឿងកប់សេរីមែនតើកាប៊ីនពណ៌ការ៉ុតអានេះបែនបានហើយអានេះក៏បែនដែរពណ៌ការ៉ុតសុទ្ធតែម្ដងកង់ពណ៌ខ្មៅតួពណ៌ខ្មៅយ៉ាន់ពណ៌ក្រហមកប់សេរីអេមបងប្អូនអើយនៅ3ទៀត3នេះចំណែកអានេះគឺជាយីឌុបបងប្អូនលឿងចម្រុះតែម្ដងក៏តែនសាំងអាគុយអីហ្នឹងពណ៌ប្រផេះកង់ឃើញទេកង់វាយ៉ាងជិះពណ៌ការ៉ុតដែរយីឌុបបងប្អូននៅ2ទៀត2នេះអានេះគឺជាសាសើដែរកាប៊ីនដូចឡានវល់ខ្លួនបានអេមលើកអីវ៉ាន់សណ្ដោងកង់ធំយ៉ាន់វាពណ៌លឿងកប់សេរីមែនតើចំណែកនៅមួយចុងក្រោយនេះគឺជាសាសើអេបងប្អូនសាសើនេះសាសើហ្នឹងលយមកធំរុញជោកកោះកង់ធំយ៉ាន់ពណ៌លឿងកប់សេរីមែនតើប៉ែលកាប៊ីនស៊ីម៉ង់2សងខាងកប់សេរីចឹងឡានខ្ញុំរើសថ្ងៃមុនគឺមានតែប៉ុណ្្នឹងបងប្អូនចឹងហើយបងប្អូនចង់បានត្រូវការយកទៅលេងអីបងប្អូនអាចទាក់ទងខ្ញុំចែករំលែកបងប្អូនដើម្បីយកទៅលេងបានចឹងបងប្អូនចឹងហើយសម្រាប់វីដេអូនេះបងប្អូនកុំភ្លេច like share ដើម្បីឲ្យបងប្អូនបានឃើញខ្ញុំនឹងចែករំលែកឡាននេះឲ្យលេងចឹងហើយគឺមានតែប៉ុណ្្នឹងទេហើយកុំភ្លេចបងប្អូន Subscribe ផងនៅ Channel មួយនេះហ្នឹងហើយអរគុណមែនទែនបងប្អូនសម្រាប់ការតាមដាននិងទស្សនានៅវីដេអូនេះហើយចាំមើលក្រោយទៀតនឹងមានឡានកើតចេញពីដើមអីទៀតព្រោះអីដើមខ្ញុំសិតតែដើមវីតាមុនដុះចេញឡានមកតែម្ដងបងប្អូនហ្នឹងហើយអញ្ចឹងមានតែប៉ុណ្្នឹងទេបាយជួបគ្នានៅវីដេអូក្រោយផងដែរបាយបងប្អូនបាទ